បាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទឥឡូវនេះខ្ញុំបាទសារបុនភឿនបាទជាចាស់វ៉ាកាសែតនឹងធ្វើសេរីរាយការណ៍ផ្ទាល់ទាក់ទងទៅនឹងឃាតករព្រឹកមិញវេលាម៉ោង7 ជាងហើយត្រូវបានបាញ់លោកបណ្ឌិតបាទកែមលីគឺថាបាត់បង់ជីវិតបាននៅក្នុងម៉ាតស្តុបបូកូហើយយើងឃើញថាឃាតករត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ចាប់បានវេលាម៉ោង7ហើយក៏មានឡានមួយដឹកជំនឿចក្របាត់ប៉ុន្តែសូមអញ្ជើញមើលសកម្មភាពផ្ទាល់តែម្ដងបាទសូមអញ្ជើញយើងបាទបងពុនឲ្យកូនបងនេះបងខ្សែដល់ចាំបាននៅក្នុងឡានខ្ញុំដឹងកន្លែងខ្សែស្គាល់បាទយើងឃើញថាលោកបណ្ឌិតកែមលីគឺថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយឥឡូវសពរបស់គាត់កំពុងតែនៅក្នុងម៉ាតបាទនៅក្នុងម៉ាតស្តុបបូកូហើយឃាតករត្រូវបានចាប់ខ្លួនវេលាម៉ោង7 ជាងហើយនឹងមានឡានបានដោះយកទៅបាត់ហើយបាទចាំទៅវាយទៅជំនាញមកច្បាស់ជំនាញមកចាំថតមេបាទលោកបណ្ឌិតកែមលីគឺថាបានបាត់បង់បាទជីវិតទៅហើយបាទត្រូវបានឃាតករបាញ់នៅវេលាម៉ោងប្រហែលជាង7ហើយឃាតករក៏បានចាប់បានផងដែរបញ្ជូនទៅប៉ុស្តិ៍ទន្លេបាសាក់ចៃគាត់នៅក្នុងអំណោយចូលដែរចាឲ្យចេញទៅខ້ອຍទៅចេញទៅធ្វើការទៅបងអើយបងឯងបាទឥឡូវសពលោកបណ្ឌិតកែមលីបានពាក់សម្លៀកពាក់អាវពណ៌ក្រហមហើយខោពណ៌ខ្មៅបាទត្រូវបានបាត់បង់ជីវិតបាននៅម៉ាតស្តុបផ្សារដំកូម៉ាតកាល់តិចបាទហើយយើងឃើញថាមានសារព័ត៌មានជាតិនិងអន្តរជាតិហើយពិសេសគឺថាមានក្រុមសញ្ញាបានស្លាប់បាត់បង់ជីវិតគឺថាគួរឲ្យសោកសង្រេងមែនទែនបាទនេះគឺជាកម្មវិធីផ្សាយពិសេសមួយរីឯក្រុមគ្រួសារកំពុងតែចូលយំបាទហើយរីឯកូនរបស់គាត់បាទត្រូវបានស្លាប់បាទខ្ញុំបាទពិតជាអណយអធមមែនទែនបាទស្ដាយគាត់ណាបាទសូម្បីតែខ្ញុំធ្វើសេចក្តីរាយការណ៍ក៏មានការហូរទឹកភ្នែកផងដែរបាទវាពិតជាគួរឲ្យសំណោះស្អាតណាស់មែនទែនបាទហើយឃាតករពិតជាសាហាវព្រៃផ្សៃមែនបាទពិតជាសាហាវព្រៃផ្សៃបាទបាញ់មកលើបណ្ឌិតបាទហើយយើងឃើញថាប្រជាពលរដ្ឋនៅក្នុងដែរយើងលើកច្រើនមែនទេបាទឈៀងក៏កំអាយទៅធ្វើការហ្នឹងអូយចាំយកខ្ញុំប្រាប់គាត់ថាគាត់អាចចូលមកបាយសុំមួយបាទហើយយើងគួរឲ្យអារម្មណ៍បាទក្តុកក្តួលមែនតើបាទគឺថានៅវេលាម៉ោង7 ជាងបាទត្រូវឃាតករបាញ់
ប៉ុន្តែឃាតករត្រូវបានកម្លាំងប៉ូលីសបានចាប់បានបាទយើងអរគុណបាទយើងអរគុណដល់កងកម្លាំងប៉ូលីសបានចាប់ឃាតករបានហើយបាទយើងគួរអាណិតមែនទែនបាទនោះសពរបស់លោកកែមរៃបាទបងវាឃើញញាក់សាច់មកហើយបាទហើយបងអាខាងប្រព័ន្ធបាទហើយបងរបស់ឃាតករ30បាទគេថា30គ្រាប់បាទគ្រាប់ឆ្នៃទៀតបាទគឺថាសាហាវមែនទែនក៏ប៉ុន្តែឃាតករត្រូវបានចាប់បានហើយបាទចាប់បានហើយបាទឆ្នៃបងលោកតាលោកឧទ្រីណាគ្រាប់ឆ្នៃបាញ់ដែរមកគ្រាប់ខ្ញុំអត់បាននឹងច្បាស់ដែរបងតែមើលហាងស្គាល់បច្ចេកបាទจะឃើញថាអាដាមជួនសវណ្ណបាទកំពុងតែការជួយរំលែកទុកបាទទៅដល់ក្រុមគ្រួសារនៃសពបាទហើយសពបណ្ឌិតលោកកែមរៃបាទកំពុងតែស្លាប់បាទគឺថានៅក្នុងគួរឲ្យអាណោចអាធំបំផុតហើយយើងឃើញថាមានប្រជាពលរដ្ឋយើងបាទដែលជាអ្នកបាទស្នេហាជាតិជួបសម្រាប់គឺថាបានយំបាទយំយេកអូមកសុំរុញមួយចាំតិចនោះសុំចាំខ្លាំងដែរបាទគឺស្អីបាទគឺស្អីតែនេះគឺទៅខុសបាទនោះសពលោកបណ្ឌិតកែមលីបាទសុំចាប់បន្តិចសុំបន្តិចបាទនោះសពលោកបណ្ឌិតកែមលីបាទបាននោះគឺជាសពបណ្ឌិតលោកកែមលីគឺថាបានស្លាប់បាត់បង់ជីវិតទៅហើយកម្លាំងគេលែងទេបាទសពបណ្ឌិតលោកកែមលីគឺថាខ្ញុំបានខលដល់បងប្អូនបានមើលហើយគឺថាបានស្លាប់នៅក្នុងសម្លៀកបំពាក់បាទអាវពណ៌ក្រហមអាវយឺតហើយខោពណ៌ខ្មៅបាទរីឯឃាតករត្រូវបានចាប់បាទខ្លួនវេលាម៉ោងព្រឹកមិញវេលាម៉ោង7បាទវេលាម៉ោង7ព្រឹកបាទឃាតករក៏ចាប់បានហើយត្រូវបានបញ្ជូនទៅខណ្ឌទន្លេបាសាក់បាទចិត្តប៊ូឌីងហើយក៏មានឡានមួយមកទទួលឃាតករយកទៅកន្លែងហើយយកទៅព្រៃសរហើយយើងឃើញថាមានក្រុមគ្រួសាររបស់លោកបណ្ឌិតកែមលីពិសេសអ្នកស្នេហាជាតិទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបាទកំពុងតែផ្ដិតនៃព្រឹត្តិការណ៍ស្ថានភាពបាទគឺថាយើងគួរឲ្យអាណោចអាធំមែនទែនបាទTiran betul, teman betul. Agak kecil lah. Did anybody say what happened? Describe no idea yet. Okay. Ba cái ta sắp lúc mình đất kem lấy cái tham con ban đất chênh từ na thế ba cái tham nơi khung mát nơi khung mát stop xa stop bô côมันกับเพลิงมันการติดประมิงโดยมูลค่านุกยืมมันตอนเป็นฉบับที่คือสมาชิกกับพวกแต่จับเป็นเทียนในการอะไรมาบางคนนี่คือจีรูปกายแต่เด็กนี่เลยช่วยช่วยเทียนมาจัดการเลยเคยจะพูดว่าเรียนชีบรรทบเทียนช่วงนั้นข้าวชูนในปีกลอยបាទយើងឃើញតែអ្នកសារព័ត៌មានជាតិនិងអន្តរជាតិពិសេសគឺបងប្អូនដែលបាទគេថាមកស្ដាយទាំងនោះបាទឃាតករពិតជាសាហាវបំផុតเอาเรือมาเหือน้องก็ได้มาเรือมา
នេះគឺជាកូនប្រុសរបស់លោកបណ្ឌិតបាកែមលីបាទកំពុងតែយំបាទនេះគឺជាកូនប្រុសរបស់លោកបណ្ឌិតកែមលីបាទគាត់ថាយំស្ដាយសំណោះមិនគួរគិតកោសម័យតែកូនរបស់គេនឹងតែពួកគេស្ដាប់គេចោលអើស្លឹកគ្នាវាទាំងអស់តែសកាលវិច័យស្អីស្លឹកគ្នាវាដែរនៅទាំងអស់កាមេរ៉ាវារបស់គេអាចចោលហើយពិតរបស់បានជាទៅអូសម្រាប់តាមជាសម្រាប់ពួកគេចាំតែសម្រាប់ស្លាប់អស់សម្រាប់តាមសេពវិការសម្រាប់តាមពុទ្ធិអត់តែឃើញថាចាប់អាធិបតេយ្យពិតប្រកបមកបាទជាទៅទេបាទយើងឃើញថាកាលពីព្រឹកមិញវេលាម៉ោង7បាទឃាតករត្រូវបានគេចាប់បានហើយបាទបាទហើយអ្នកដែលយំនៅខាងមុខនេះគឺជាកូនបណ្ឌិតបាទរបស់លោកកែមលីបាទត្រូវបានឃាតករប្រមាណបាញ់ថាជាម៉ោង7ព្រឹកម៉ោង9បាទបាញ់វេលាម៉ោង9បាទបាទនេះគឺជាកូនបណ្ឌិតរបស់លោកកែមលីបាទបាញ់ព្រឹកមិញវេលាម៉ោងប្រហែលជាម៉ោង7:09បាទម៉ោង9:15នាទីបាទត្រូវឃាតករបាញ់ប្រហារបាទម៉ោង9:15នាទីលោកកែមលីតែចូលចេះឡើងទៅសម្រាប់ចូលសម្លាញ់គាត់ជាដើម្បីឲ្យប្រទេសជាតិយើងគាត់ឲ្យប្រទេសជាតិយើងរកភាពសบายរុងរឿងបែរទៅជាសម្រាប់គាត់បងគាត់មានតែលុបលុនយកទឹកយកបាយណាយកទ្រព្យសម្បត្តិអាណាមួយគាត់តែគាត់និយាយឲ្យទៅអស់សោះហើយតែក៏សម្លាប់គាត់ចោលនៅស្រុកខ្មែរឲ្យតែអ្នកដែលសម្ដីទៅអស់គឺអ្នកជួយខ្មែរគឺសម្លាប់ចោលហើយមិនតែរកឃាតករឃើញទេឃាតករមិនដឹងជាអ្នកណាគេទេអូវាខុសខើណាស់វាខុសខើណាស់ស្មាស្រុកស្រាយមែនតើស្រុកស្រាយមែនតើបងនឹងហើយបងប្អូនជួនលោកយាមើលបាទនេះជាកូនប្រុសរបស់លោកបណ្ឌិតបាកែមលីបាទគាត់យំឡើងទន់ខ្លួនហើយបាទវេលាម៉ោង9:15នាទីបាទត្រូវបានឃាតករដៃឆៅបាញ់ប្រហារបាទនៅនឹងស្តុបបូកូបងជួយបងលោកប្រធាននៅខាងក្រៅសូមមេត្តាជួយឲ្យសភាអឺរ៉ុបដល់ធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកងារជាតិអន្តរជាតិមកស៊ើបអង្កេតនៅក្នុងទីកម្ពុជាបាការរំលោភសិទ្ធិការបាញ់សម្លាប់ប្រជាពលរដ្ឋការបាញ់សម្លាប់លោកបណ្ឌិតគឺជាការសោកស្ដាយណាស់បងកម្របានបណ្ឌិតណាស់បងបាទនេះគឺជាបងស្រីម្នាក់ដែលគាត់បាទសូមបងប្អូនshare វីដេអូនេះឲ្យជួយរំលែកទុកបាទចូលរំលែកទុកបាទដល់ផងពីព្រោះបីតែកូនគាត់បាទសូមឲ្យគាត់ចូលសូមឲ្យចូលបាទកូនបាទសូមបងប្អូនអ្នកស្នេហាជាតិទាំងអស់បាទសូមមេត្តាកាន់ទុកបាទដល់លោកបណ្ឌិតកែមលីបាទតាមរយៈเพจខ្ញុំបាទផ្សាយមន្ត្រីស្នេហាជាតិផងបាទលោកបណ្ឌិតកែមលីគឺថាត្រូវបានឃាតករបាញ់ប្រមាណជាម៉ោង9:15នាទីនៅនឹងស្តុបបូកូក្រាសាំងកាល់តិចហើយក៏ត្រូវឃាតករក៏ត្រូវបានចាប់ខ្លួនមកដែរបញ្ជូនទៅខណ្ឌទន្លេបាសាក់ប៉ុស្តិ៍ទន្លេបាសាក់ហើយក៏មានឡានមួយដឹកឃាតករទៅបាត់ហើយព្រឹកមិញខ្ញុំបានទៅតាមថតឃាតករដែរបាទ
ចាំបានក៏មិនប្រកាសថាគេធ្វើគេដោះលែងឯពូចាំបានក៏មិនប្រកាសថាគេគាត់ខ្លួនដែរគេគ្មានគាត់ខ្លួនទេហើយសពលោកបណ្ឌិតបាទកែមលីបាទកំពុងតែនៅក្នុងម៉ាតដល់ហើយទេបាទហើយប៉ូលីសកំពុងតែធ្វើគេហៅថានឹងធ្វើការទៅតាមជំនាញរបស់គាត់ហើយនឹងកម្លាំង PM គុំនេះវិធីខ្ញុំបាយឯងក៏និយាយខុសបំផុតតែខ្ញុំតែងតែគោរពហើយគាត់តែងមកអង្គុយញ៉ាំកាហ្វេនឹងនិយាយរាល់ថ្ងៃបាទហើយលោកបណ្ឌិតកែមលីគឺថាគាត់អាសាមកអង្គុយញ៉ាំកាហ្វេណាបាទជារៀងរាល់ថ្ងៃតែម្ដងបាទហើយនេះប៉ូលីសកំពុងតែគាត់ហើយសពរបស់គាត់នៅខាងក្រោយបាទនោះសពរបស់គាត់បាទនោះគឺជាសពរបស់គាត់បានស្លាប់ហើយបងប្អូនបានមើលហើយសូមបងប្អូនអ្នកស្នេហាជាតិទាំងអស់បាទសូមមេត្តាពិនិត្យបាទមើលជួយកាន់ទុកបាទលោកបណ្ឌិតកែមលីផងហើយទម្លាប់របស់គាត់គាត់តែងតែមកអង្គុយញ៉ាំកាហ្វេបាទនេះកែវកាហ្វេរបស់គាត់បាទកែវកាហ្វេរបស់គាត់ហើយគាត់ស្លាប់ក្នុងសម្លៀកបំពាក់បាទខោខ្មៅបាទខោខ្មៅហើយពាក់អាវសម្លៀកបំពាក់អាវយឺតពណ៌ក្រហមបាទហើយស្លាប់បាទដោយឡែកនេះខាងនេះកូនប្រុសលោកបណ្ឌិតកែមលីក្រុមគ្រួសារបាទកូនរបស់លោកបណ្ឌិតកែមលីហើយនឹងប្រពន្ធហើយនឹងមានផ្ទៃពោះនៅបាទហើយសូមបងប្អូនកុំតន់បាទសូមបងប្អូនកុំខលតាម Facebook ពីព្រោះថាវាអាចដាច់ពិបាកមើលបងប្អូនអធិស្ឋានបាទអញ្ចឹងសូមបងប្អូនទាំងក្នុងនិងក្រៅប្រទេសបាទសូមមេត្តាជួយកាន់ទុកបាទលោកបណ្ឌិតកែមលីផងបាទនេះអង្គុយពាក់អាវខៀវដែលជាពាក់អាវកីឡាជាតិបាទរបស់កីឡាបាល់ទាត់របស់ជាតិយើងហើយជាកូនរបស់លោកបណ្ឌិតកែមលីហើយប្រពន្ធរបស់លោកបណ្ឌិតកែមលីពាក់អាវក្រហមហើយមានផ្ទៃពោះបាទអង្គុយមើលសពប្តីហើយខាងកូនតូចនោះគឺជាកូនរបស់លោកបណ្ឌិតកែមលីបាទហើយដែលឡែកនេះគឺជាសពបាទនេះគឺជាសពរបស់លោកបណ្ឌិតកែមលីបាទកំពុងតែដេកនៅក្នុងជ្រុកឈាមហើយយើងឃើញមានប៉ូលីសគេថាយើងឃើញមានកម្លាំងបាទ PM ឯនោះអាដាមជួនសវណ្ណក៏អញ្ជើញមកដែរប៉ុន្តែខ្ញុំបញ្ជាក់ប្រាប់បានថាឃាតករត្រូវគេបានចាប់បាទត្រូវចាប់បានហើយឃាតករបាទករណីនេះគឺថាចាប់បានហើយឃាតករចាប់បានត្រូវបញ្ជូនទៅព្រឹកមិញហ្នឹងទៅសង្កាត់ទន្លេបាសាក់បាទចិត្ត Budding បាទហើយក៏បាទត្រូវបានឡានមួយទៀតមកទទួលឃាតករយកទៅបាត់ហើយដាក់បានមួយសន្ទុះដែរបាទតាមខ្ញុំទៅផ្ដិតនៃព្រឹត្តិការណ៍ព័ត៌មានបាទនេះកូនបាទនេះកូនរបស់លោកបណ្ឌិតកែមលីក៏ថាយំបាទព្រាបបានដូចអកបោកខ្លួនយ៉ាងហ្នឹងបាទព្រាបបានដូចអកបោកខ្លួនបាទហើយយើងឃើញប្រពន្ធរបស់លោកកែមលីឡើងយំឡើងហើមភ្នែកហើយបាទខាងនេះកូនអង្គុយយំយករូបភាពបន្តិចរូបភាពខាងនោះទេបាទបងប្អូននេះជារូបភាពបាទហើយនៅកសែតតាមសួរអាយដាមជួនសវណ្ណគេថាគាត់មិនព្យាយាមបកស្រាយទេបាទគេថាអ្នកសារព័ត៌មានព្យាយាមសួរអាយដាមជួនសវណ្ណប៉ុន្តែអាយដាមជួនសវណ្ណគេថាមិនព្រមអាដាមសុំសួរអាដាមបាទគាត់ថាអ្នកកសែតព្យាយាមសួរតែម្ដងហើយក៏គ្មានបាទគាត់ថាមិនព្រមឆ្លើយនឹងសំណួរអ្នកកសែតទេបាទគាត់ថាបានកិច្ចបាត់ទៅហើយបាទខ្ញុំពិតជាមានអារម្មណ៍ក្រក់គ្រួលមែនទែនបងប្អូននេះយើងឃើញហ្វូងប្រជាប្រដ្ឋរបស់យើងកំពុងតែចោមរោមមើល
សូមឲ្យប្រជាប្រដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសបានមេត្តាជួយកាន់ទុកសពរបស់លោកបណ្ឌិតកែមលីផងបាទមួយទៅមួយឲ្យអ្នកណាចេះដឹងស្មារតីហើយហើយសម្រាប់អស់ហើយអ្នកអន្តរជាតិជួយក្បាលអ្នកជាតិជួយអស់ដែរជាតិស្រាប់ហើយសុខខ្មែរសុខខ្មែរមានក្មួយទេស្លាប់គាត់ហើយមិនឲ្យគាត់និយាយដល់ទេខ្ញុំស្ដាប់រងថ្ងៃ
បាទយើងឃើញថាគណៈសមានេះគឺថាសពបាទលោកបណ្ឌិតបាទកែមលីដែលត្រូវឃាតករដៃឆៅបាញ់ប្រហារប្រមាណជាម៉ោង9បាទ15នាទីនៅនឹងស្តុបស្តុបកៅម៉ាតកាល់តិចបាទការ៉ាសាំងកាល់តិចសាររំគោហើយអាយដាមកែមលោកបណ្ឌិតកែមលីស្លាប់ក្នុងសម្លៀកបំពាក់បាទអាវពណ៌ក្រហមហើយខោពណ៌ខ្មៅរីឯប្រពន្ធនឹងកូនកំពុងតែយំដូចអកបាទព្រាត់ភ្នំហើយរីឯឃាតករព្រឹកមិញក៏បានចាប់បានផងដែរហើយក៏បញ្ជូនទៅកន្លែងប៉ុស្តិ៍នរដ្ឋបាលប៉ុស្តិ៍នគរបាលទន្លេបាសាក់ហើយក៏មានឡានដឹកជញ្ជូនឃាតករទៅបន្ទាប់ពីចូលទៅទន្លេបាសាក់បានប្រមាណជា15នាទីគាត់តែយកទីអត់ទេវាបាញ់និយាយថាគាត់អត់ទៅដល់ប្រព័ន្ធបាញ់ហ្នឹងចាប់បាទឃាតករដែលបាញ់លោកបណ្ឌិតកែមលីគឺថាត្រូវបានចាប់បានព្រឹកមិញផងដែរហើយឃាតករបាញ់ចំពីក្រោយតែម្ដងបាទចំក្បាលហាក់បីដូចជាពួកគេមានជំនាញការសម្លាប់មនុស្សដូចបាញ់ពិសិដ្ឋពីលិកាបាទដូចបាញ់សូមបើកភ្លើងនេះសូមនេះទៅបើកភ្លើងនេះបាទខាងក្នុងនោះគឺសពលោកបណ្ឌិតកែមលីបាទមើលតាមកាមេរ៉ាគាត់ជួយលើគូណាលើនៅបោកគូនៅបោកគូនឹងហើយបានហើយមកនឹងបាទសូមបញ្ជាក់ប្រាប់ផងដែរថាលោកបណ្ឌិតកែមលីបាទជាទម្លាប់របស់គាត់បាទគាត់តែងតែមកពិសាកាហ្វេនៅស្តុបបូកូតែម្ដងគឺថានៅការ៉ាសាំងកាល់តិចបូកូបាទគឺថាទម្លាប់របស់គាត់ហើយវេលាម៉ោង9:15នាទីបាទត្រូវបានឃាតករដៃឆៅបាញ់ប្រហារបាទឲ្យលោកចូលបាញ់នៅក្នុងម៉ាតបាទគឺថាចូលបាញ់នៅក្នុងម៉ាតតែម្ដងមានកាមេរ៉ាទេហើយឃាតករត្រូវបានចាប់ខ្លួនបានហើយបាទឃាតករ
Không xong cho mưu tả lịch sai sai nữa sai ngày mua sắm là có bom màu sông sai ta mua bên trên mà trên bên thôi bà cái ta khi ta có chôn banh praha khi ta có đai chau chôn banh praha đó nơi không stamat tại mà đó cái ta banh nơi bà cái ta banh được nông mát hay nước chỉ cao của phi rồi bà con bà nước chỉ cao của phi rồi bà con bom rồi bom xong thoát mưa khơi tiết ban cái ấy thì mưa khơi mũi ta thang người từng hiên hăng bay chiếm hồ tà mót đi bay chiếm hồ tà mót biết rồi nơi không mà để con nó vô nơi không mà làm cô cái lý của bác đến đây là cách ai thuê cao hả bạn đấy trong cái cô mơ đó này bà cái thà lô bật cam lấy bà cái thà còn slap nấu đòi sầm liệt bầm pẹ bà po áo dứt po cả hôm hay khao po máu hơi đại lái và keo cà phê bà quát cái thà nấu
នៅលើតុហើយជាទម្លាប់របស់គាត់បាទគាត់តែងតែមកញ៉ាំកាហ្វេជាប្រចាំបាទនៅកន្លែងstop ម៉ាតគេហៅថាការ៉ាសង្កាល់តិចបាទ stop បូកូហើយវេលាម៉ោង 9:15 នាទីគឺថាឃាតករត្រូវបានបាញ់ប្រហារហើយបាទរីឯឃាតករក៏ចាប់បានផងដែរបាទឃាតករចាប់បានហើយព្រឹកមិញយើងឃើញថាគេបញ្ជូនឃាតករទៅទន្លេប៉ុស្តិ៍ទន្លេបាសាក់ហើយបានតែប្រមាណជាប្រហែលខ្ទង់20 នាទីបាទក៏មានឡានមួយទៀតមកទទួលឃាតករយកទៅហើយដែលឡែកឯកឧត្តមជួនសវណ្ណបាទគឺថាមកពិនិត្យមើលបន្តិចដែរក៏ប៉ុន្តែមិនបានឆ្លើយបាននឹងសំណួរនៃសារព័ត៌មានជាតិនិងអន្តរជាតិទេក៏ព្យាយាមឡើងឡានទៅតែម្ដងហើយសពលោកបណ្ឌិតកែមលីកំពុងតែគេហៅថានៅក្នុងម៉ាតនៅឡើយទេហើយយើងឃើញថាមានសារព័ត៌មានជាតិនិងអន្តរជាតិកំពុងតែប្រជ្រៀតគ្នាដើម្បីថតរូបភាពរីឯនៅខាងនោះគឺជាកូនបាទខាងនោះគឺជាកូននិងប្រពន្ធរបស់គាត់ហើយយំដូចបោកខ្លួននៅអកយ៉ាងម្ដងបាទបាទនេះគឺជារថយន្តរបស់លោកបណ្ឌិតកែមលីបាទនេះគឺជារថយន្តរបស់លោកបណ្ឌិតកែមលីតែម្ដងបាទនេះឡានរបស់លោកបណ្ឌិតកែមលីផ្លាកលេខរបស់គាត់បាទនេះគឺជារថយន្តបាទនេះជារថយន្តរបស់លោកបណ្ឌិតកែមលីបាទតាមបន្ទានមែនទេបាទអរគុណយូរហើយឃើញពេលរំបីអស់ហើយបាទនេះគឺជាឡានរបស់លោកបណ្ឌិតកែមលីបាទបងប្អូននេះគឺជាឡានរបស់លោកបណ្ឌិតកែមលីបាទហើយគាត់ជិះលុយស៊ីបាទជាទម្លាប់លោកបណ្ឌិតកែមលីកាលដែលខ្ញុំណាត់គាត់សម្ភាសកន្លងមកគឺថាធ្លាប់ណាត់ជួបគ្នាកន្លែងយ៉ាងដែរហើយជាទម្លាប់របស់គាត់គឺគាត់តែងតែមកពិសាកាហ្វេបាទវេលាពេលដែលគាត់ហាត់កីឡាហើយគាត់មកហូបកាហ្វេជាទម្លាប់ជាប្រចាំរបស់គាត់តែម្ដងគឺថានៅ stop បូកូគេហៅការ៉ាសាំងស្តាម៉ាតការ៉ាសាំងកាល់តិចហើយឃាតករត្រូវបានបាញ់បាទប្រហារបាទដោយគ្រាប់កំភ្លើងប្រហែលជា30គ្រាប់ហើយឆ្នៃបងវែងតែម្ដងហើយឃាតករត្រូវបានចាប់បាទខ្លួនហើយក៏បញ្ជូនទៅប៉ុស្តិ៍បាទរដ្ឋបាលបាទទន្លេបាសាក់ប្រមាណជាកន្លះម៉ោងហើយតាមសេចក្តីរាយការណ៍របស់អ្នកម៉ូតូឌុបនៅម្ដុំហ្នឹងបានឃើញថាមានឡានមួយមកយកឃាតករទៅបាត់ហើយខ្ញុំក៏បញ្ញាប់មកថតព្រឹត្តិការណ៍នៃការបាញ់របស់លោកបណ្ឌិតកែមលីតែម្ដងហើយលោកកែមលីស្លាប់នៅក្នុងសម្លៀកបំពាក់បាទពណ៌អាវយឺតពណ៌ក្រហមហើយកែវកាហ្វេរបស់គាត់មិនបានកពុបទេនៅតែរឹងប៉ឹងបើទោះបីតែគាត់ស្លាប់ក៏ព្រលឹងគាត់ប្រហែលជានៅរឹងប៉ឹងដោយកែវកាហ្វេរបស់គាត់ហើយក្នុងសម្លៀកបំពាក់ខោពណ៌ខ្មៅហើយយើងឃើញថាប្រពន្ធរបស់គាត់មានផ្ទៃពោះផងហើយកូនប្រុសរបស់គាត់ពាក់អាវកីឡាជម្រើសជាតិគេហៅថាអ្នកចម្បាំងក្រុងអង្គុយយំបោកខ្លួនដូចជាអកតែម្ដងហើយយើងឃើញថាហ្វូងរបស់ប្រជាពលរដ្ឋបាទក៏មកបាទទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដើម្បីផ្តិតនៃព្រឹត្តិការណ៍ព័ត៌មានហើយគណៈដែលខ្ញុំបានកំពុងតែផ្សាយផ្ទាល់នេះសពលោកបណ្ឌិតបាទកែមលីគឺថាមិនទាន់បានដឹកចេញទៅមន្ទីរពេទ្យឬក៏ទៅកន្លែងណាមួយដើម្បីបូជាសពនៅឡើយទេហើយដោយឡែកឯកឧត្តមជួនសវណ្ណវិញគឺថាគាត់បានមកមើលបំភ្លេតក៏ប៉ុន្តែគាត់មិនសុំធ្វើអត្ថាធិប្បាយចំពោះករណីទេបើទោះបីជាអ្នកសារព័ត៌មានដេញគាត់ដល់ឡើងឡានយ៉ាងណាក៏ដោយបាទហើយបាននៅក្នុងរថយន្តរបស់គាត់ដូចជាមានកាបូបកាមេរ៉ាមួយទម្លាប់របស់គាត់ក៏មានកាមេរ៉ាហើយនៅលើក្បាលរថយន្តរបស់គាត់ដាក់ថាប្រាសាទអង្គរវត្តបាទគាត់បានពេញចិត្តរូបប្រាសាទអង្គរវត្តដាក់នៅក្បាលលើឡានរបស់គាត់ហើយដោយឡែកនៅក្នុងឡានរបស់គាត់គឺថាមានកសែតភ្នំពេញប៉ុស្តិ៍បាទសូម្បីតែឡានរបស់គាត់ក៏គាត់ដាក់និមិត្តសញ្ញានៃរូបអង្គរវត្តផងដែរ
bà miền đa mình đã quật chiến lược này hai chiếc bà thầm đa thì bà xôm bây tờ rốt chân rồi bà quật mà ở lối xí po so và quật vô của cô quật bạn này lôi các ba rốt chân rồi bà quật phong đài bạn này cứ chi về đẹp hiệp đó là môi rồi bà lục mình đất kem lấy hay dừng khơi than nèไปchiaบรอดเกี่ยวกับเดสลันสนาชิตให้กบาลหมอกจอมรมบ่ามือแต่มาร้องให้สไลด์สนองอัลลอฮ์ไลคลาก็ยมซอกบอกลุนให้บอกพนายพิจารณาบ้านสมใบแต่รถยนต์ระบบกอดก่อกอดตั้งรูปประสาทของโคบอดได้ให้ได้ไล่ขีตะกอนี่ฮะใบโดยจิเมียนจุ่มนิ่งบาดโดยขีตะกอจำนวนบัญปิศปิลิกาขีตะกอบัญเปิดปัญญาปิดบัญตุยสนิทเป็นนะครับบัญจอมกระดาษกระบาปิดกรอยแต่มาร้องบัญจอมช่างกอให้สหายบำพดนึกจะโจรบัญในขนมมาแต่มาร้องลานมาก่อนบาสมบองโอนได้ประปรางในบรรดาสังคมของ Facebook บาเตียงขนมหนึ่งกลายประเทศให้ยืงจองดังท่าตาขีตะกอจับบานหายตาหนึ่งทัวกาบอสไลป์ผลโยนแบบนาคลาปีอาญาโทบาคือท่าบันมากรอบจอมกระดาษบาเลยมาลองยังเคยลูกชีมันนี่บอกชาวบ้านเชยมาได้ป่ะยังเคยท่าวัดเมียนระบลูกชีมันนี่ได้เจ็บปวดมาการระบลูกชีไปชีป่ะตัวลูกที่ทางอย่างการรับนายหรือตามต้องเป็นแรงอันตรายตามมือน้ำสำคัญคือยืนถังกระแสยังเรียมเชียมาจากเด็กทุกเนียไม้เนียซาที่ในใจให้กับบ้านขณะยังมีซามือที่มันใจให้กับบ้านยังให้คณะเปิดยื้อกระแสให้กับบ้านติดปิดกับปิดยังถือปังยังมีใบอาจิโจมาสำหรับคนถ้าได้บ้านอย่างยังที่อย่างนั้นไม่ใช่ซายังไม่ใช่เข้าไปtrongบ้านtrongบ้านยังมีที่trongบ้านนี่นึกยังไงยังไหนนั้นทางการมีการจัดเก็บมันจะได้อันไหนแต่จะมีใบมาในการมันให้ประกันบองเชียมันนี่ขยมสมซูมาสมรู้ท่าปรักมันนี่ขยมบานเติมเคยขีตะกอเติมเก็บบานจับล้วนให้จับล้วนบานให้ตาตามการระบอบโลกบัสเซนจะขีตะกอจับบานให้บัสเซนจะชนะประดิษฐ์โดยการในบองระบอบโลกเว้นตาโลกโยนอย่างนั้นนะโลกเชียมันนี่แบบสมบูรณ์เนี่ยจะกันในได้รับทางบายังเปิดวัดในของน้องอ่ะแบบรับทางอีกบ้านในการในการบันสำหรับนี่แม่นะคืออาขีตะกอนะครับเป็นได้ยี่ยังบุตรเขากันในใบกันในที่ว่ากันในเชียอันนี้ขีตะกอมันเป็นเองกันในมวยเตี้ยคือจะกันในไฟได้ทำนางดิในบุกกับดักเตี้ยนะเหมือนไฟเหมือนทางเกี่ยมือขึ้นเกี่ยมือตามผิดโอคลิปขึ้นเฉยบ้านมาซาเพียบจังเงี้ยการจับบ้านขีตะกอขีดไอ้นั้นวิอาโกรเม่วิอาการชนะเตอเชียเรื่องไอ้ใจย่อมอัดเงินถึงเนื้อประมาณนี่การจับบ้านขีตะกอนั่นจุกการจับบ้านจังได้อาทางเงี้ยนั้นขีตะกอต้องทำด้านจุดไอ้สลับในขนมก้อนอย่างนี้ในขนมไหลน้ำไม่ก็อาทาบ้านนะบ้านลูกสมซูสมนูลูกมวยเตี้ยทาการบีบาขีตะกอบันมุนโดยเชี่ยบันบองปรบโลกสลับให้เขาพิการในเรื่องนี้ให้บันให้มีในระหับไปโดยเชี่ยบางไฮมุกขีตะกอให้ปรึกมันขยมตือก่อนไล่ได้กิตุกขีตะกอไปให้เชี่ยดับปรำในตีในสังกัดทะเลบาสะปอทะเลบาสะจิตบดิงให้มุสตุกรายมอกก็เก็บบรรจุนึงขีตะกอตือให้ขีตะกอหับไปโดยเชี่ยมีนใจตนาเฮียนบอมพดโดยมีนบางได้ปีกรอยแบบเฮียนบันโจพิเศษคือเฮียนบันโจลงมาเต็มดอกปลาลูกโยอย่างนั้นได้ปีปัญหานี่ลูกบาสันจะยังกับเล็กมือใจนังการบันสำหรับลูกชีวิตเชียร์วันเราเคลียร์จังสามารถกัดเยี่ยมครบชอบอะไรบันชีวิตเชียร์นั้นบันกัดเยี่ยมทำทางบอกเป็นบันให้กอดตังบัตรดับเป็นตีมากคิดกรรมมือบันชีวิตสลับบันไหนนี่คนจังนะการบันลูกแกมเลยคือchỉการบันมวยได้มีสังกัดสำอางมันนึกมันแม้นมาบันอัดมีสำอางคือพัฒนาเนี่ยจังบ่าวมีการสำอางการบันมันมีการพัฒนาพัฒนาบันให้อาจมีอะไรเพียงจังกี่อาจเพื่อบ้านโดยเฉพาะยังมีจุดเนื้อทางคิดก็คิดว่าเราเนยอัดคว้าเลย
អត់មានការភ័យខ្លាចទេដូច្នេះយើងគិតថាប្រហែលជាមានអ្នកនៅក្រៅខ្នងនៃការបញ្ជានៃការបាញ់លោកកែមលីហើយយើងមើលគិតកោបើគិតកោនឹងវាជាប្រជាប្រដ្ឋធម្មតាវាមិនមានបាញ់កែមលីលោកកែមលីមួយណាផងនឹងវាមិនដែលស្គាល់ផងសូម្បីខ្ញុំទស្សនាជាមួយកែមលីពេលខ្លះក៏ខ្ញុំមើលកែមលីមិនទៅស្គាល់គួរចឹងបញ្ជាក់ចឹងមិនមែនជារឿងឯកជនទេអើមិនមែនជារឿងឯកជនទេសុំទោសហ្មងអ្នកណាថាជារឿងឯកជនណាឈួតចាំហើយបាទលោកជាមនីខ្ញុំបាទចង់សួរលោកបន្តទៀតផងដែរថាបាទក្រោយពីឃាតករបាញ់ស្លាប់ទៅលើបណ្ឌិតកែមលីទាំងអយុធធរតើលោកក្នុងនាមជាតំណាងសេរីកម្មករសហជីពកម្មករតើលោកមានគម្រោងធ្វើអ្វីទៀតទេទៅរដ្ឋាភិបាលទៅសមាគមអន្តរជាតិសហគមន៍អន្តរជាតិបាទវាមានអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិនៅកម្ពុជាវាមានអិសរាជជនជាច្រើនទៀតហើយយើងគិតថាមានអ្នកខ្លាំមើលនៅអន្តរជាតិគេនឹងធ្វើការប្តឹងផ្តល់រឿងនេះទៅកាន់តុលាការទណ្ឌកម្មអន្តរជាតិកិច្ចបំផុតដូច្នេះប្រជាពលរដ្ឋនឹងមានការងើបបះបោមិនខានទេងើបបះបោដោយសារអ្វីការបាញ់សម្លាប់ច្រើនពេកទៅហើយគិតកោរកមិនឃើញហើយលោកកែមលីគឺជាបង្អែមមួយសម្រាប់ប្រជាពលរដ្ឋរៀងរាល់វិទ្យុដែលគឺត្រូវការស្ដាប់គាត់ដូច្នេះការបាត់បង់លោកកែមលីគឺជាការមួយដែលមិនអាចទប់ស្កាត់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាបានខ្ញុំសូមបញ្ជាក់ឡើងវិញថាតើរឿងនេះបើសិនជាមានអាជ្ញាធរឬក៏សិស្សសន្និសិទកសែតធ្វើការបំភ្លឺថាវាជារឿងគំនុំបុគ្គលវាជារឿងមុខរបររស់ស៊ីបំភ្លៃទៅរឿងនឹងវិញតើលោកជាមនុស្សជឿដែរឬទេបាទមានតែមេគាត់ឲ្យនិយាយបើធម្មសមត្ថកិច្ចទៅកប៉ុកហ៊ានថារឿងហ្នឹងជារឿងបុគ្គលគាត់នឹងមានតែនៅជាមួយការលេងរហូតបានដឹងតែរឿងបុគ្គលដូច្នេះការធ្វើសន្និសីទខ្សែណាមួយដោយធ្វើប្លាគេអាចទទួលយកបានទេពីប្រជាពលរដ្ឋមើល Facebook ច្រើនអ្នកវិភាគច្រើនដឹងយល់ច្រើនណាដូច្នេះមិនអាចធ្វើសន្និសីទខ្សែរបៀបធ្វើប្លាបានទេសំទុកណាមិនអាចធ្វើចឹងបានទេមិនអាចថារឿងរស់ស៊ីកែមលេខទៅនឹងរស់ស៊ីគេគាត់គិតតែរឿងវិភាគទេគាត់គិតតែរឿងសង្គមទេបាទលោកកែមលីគាត់ហាក់បីដូចជាដឹងខ្លួនគាត់ហើយគាត់ធ្លាប់ខ្ញុំបាទសានមុនធឿនក៏ធ្លាប់ទៅភៀសជាមួយនឹងលោកបណ្ឌិតកែមលីផ្ទាល់ដែរគាត់ថាជីវិតរបស់គាត់បើមិនទិញក្តារមឈូសធ្វើឲ្យហើយទេក៏ស្លាប់ក្រៅពីជីវិតរបស់គាត់ចឹងហើយបានយើងឃើញថាក្បាលឡានរបស់គាត់បានតាំងនៅប្រាសាទអង្គរវត្តក្នុងនាមលោកជាមនីដែលជាអ្នកស្នេហាជាតិរបដូចលោកដែរហើយស្រឡាញ់សេរីយុត្តិធម៌តើលោកមានអារម្មណ៍ក្តុកក្តួលបែបណាដែរបាទចំពោះដោយថាប្រទេសកម្ពុជាបាញ់យើងដឹងហើយថាអិសរាជជននយោបាយដែលហ៊ានរិះគន់ទៅនឹងគណៈបកកណ្ដាលអំណាចបច្ចុប្បន្នគឺថាគេបានដាក់ជីវិតទៅហើយដូចលោកលើកឡើងចឹងថាលោកកែមលីគាត់បានដឹងខ្លួនមិនមែនមិនដឹងខ្លួនថាសេចក្តីស្លាប់ទេប៉ុន្តែគាត់គិតថាអ្នកណាក៏ស្លាប់ដែរគេមិនផុតទេអញ្ចឹងដើម្បីជាតិណាគឺត្រូវតែនិយាយតែរិះគន់ទោះបីលោកកែមលីស្លាប់នៅពេលនេះមែនប៉ុន្តែវីរភាពរបស់លោកកែមលីពោពេញទៅដោយកិត្តិយសល្អណាស់សម្រាប់ប្រជាជនកម្ពុជាសម្រាប់យុវជនចំនួនក្រោយសម្រាប់សង្គមគ្មានអ្នកណាប្រៀបផ្ទឹមជាមួយលោកកែមលីទេនៅពេលដែលលោកកែមលីហ៊ានបាត់បង់ជីវិតដោយសារតែប្រទេសជាតិយើងគួរតែគ្រប់ខ្ញុំគ្រប់គាត់មកដល់ទីនេះខ្ញុំបានស្មឹងស្មានហើយខ្ញុំបាន330,000និយាយជាមួយនឹងអ្នកកសែតអាចថាខ្ញុំបានស្មឹងស្មានគាត់ហើយខ្ញុំបានគិតថាខ្ញុំសោកស្ដាយបាទហើយសម្ដីឡៃខ្ញុំបាទសាមន្ទឿនជាចាំងវាងកសែតស្នេហាជាតិក៏ធ្លាប់គេមានតុបការគម្រាមកំហែងដែរហើយខ្ញុំមើលគាត់ស្លាប់ខ្ញុំប្រហែលជាមិនគិតផុតដូចគាត់ដែរដោយសារខ្ញុំហ៊ាននិយាយចំនៅក្នុងស្ថានភាពនយោបាយរិះគន់ចំពេកប្រហែលជាខ្ញុំមិនរស់ក៏ដូចគាត់ដែរអត់អីទេលោកបើស្លាប់ដើម្បីជាតិយើងមែនណាគឺថាល្អខ្ញុំខ្ញុំច្រើនតែខ្ញុំការភ័យអត់ខ្ញុំមានការភ័យខ្លាចទេអត់ភ័យខ្លាចទេការស្លាប់ដល់ដូចគ្នាទេអញ្ចឹងអ្វីដែលយើងធ្វើសម្រាប់ជាតិខ្ញុំអត់មានការសោកស្ដាយទេអញ្ចឹងលោកកុំបារម្ភអ្នកកសែតខ្ញុំជឿថាអ្នកកសែតជួយចិត្តថាសម្ដេចសង្ឃសំបុនគ្រឿងណាទីប្រឹក្សាសម្ដេចកងព្រះអង្គរដ្ឋទេតារាចម្រៀងអ្នកសិល្បៈអ្នកវិភាគសម្រាប់គេច្រើនណាស់ហើយអត់តរគិតកឃើញទេដូច្នេះយើងគិតថាសម្រាប់ប៉ុណ្្នឹងទៅវាអស់ហើយមិនអស់ទេមនុស្សកាន់តែកើនឡើងមកដល់សម័យនេះហើយគួរតែផ្លាស់ប្ដូរអចរិតក្នុងចោលទៅសូមលោកពីមនីយ៉ាងម៉េចចំពោះទេជាអន្តរជាតិយើងសូមឲ្យអន្តរជាតិធ្វើការស៊ើបអង្កេតក្នុងករណីកិច្ចកម្មទៅលើលោកបណ្ឌិតកែមលីក៏ដូចជាកិច្ចកម្មកន្លងមកដែលអន្តរជាតិខ្ញុំមានជំនឿថានៅមានបាញ់តទៅទៀតទោះបីចាប់
គិតកចាប់អីក៏ដោយនៅបាញ់តទៅទៀតកាលណាឈប់បាញ់លុះត្រាតែសង្គមនឹងមានការផ្លាស់ប្ដូរបានជប់បាញ់មនុស្សពីសូមអរគុណបាទអរគុណសូមបញ្ជាក់ប្រាប់បងដែរថាលោកជាមុនីគឺជាប្អូនប្រុសបង្កើតរបស់លោកជាវិជាដែលជួយទាប្រាក់ខែឲ្យកម្មករយើងហើយត្រូវបានគេស្គាល់នរណាក៏ស្គាល់ថាពីអ្នកបងប្អូនគឺជាអ្នកស្នេហាជាតិហើយជាអ្នកទៀមទាកៅថាប្រាក់ខែឲ្យកម្មករយើងបានរស់ដោយជីវភាពសមរម្យអរគុណលោកបាទអរគុណ02 204មែនតាម204 3ដែរបាទបាទពេលនេះគេយកកប់មកណាចាំជួបក្នុងពេលនោះដើម្បីបាទទៅមុនទៅមានបាទមិញគេថាខ្ញុំបានសម្ភាសបាទជាមួយនឹងលោកជាមនីបាទដែលជាប្រធានសេរីសហជីពកម្មករហើយលោកបានថ្លែងក៏ជាប្អូនប្រុសបង្កើតរបស់លោកជីវិជាដែលត្រូវឃាតករបាញ់សម្លាប់កាលពីជាង10ឆ្នាំមុនហើយក៏ត្រូវមកមើលចូលរួមរំលែកទុកផងដែរបាទយើងឃើញថាកម្លាំងរបស់ប្រជាពលរដ្ឋបាទកាន់តែច្រើនឡើងហើយបាទដើម្បីមកចូលរួមរំលែកទុកសពលោកបណ្ឌិតកែមលីយើងឃើញមានតាំងពីព្រះសង្ឃបងកណាសូមថ្វាយអង្គមគុណចាស់ព្រះអង្គនៅពេលណាដែលគិតកោដាញ់ឆៅបាញ់ទៅលើសពលោកបណ្ឌិតកែមលីអញ្ចឹងតើបដិជនមានបតីមានអារម្មណ៍ក្តុកក្តួលបែបណាដែរគុណចាស់បាទគាត់ទទួលដំណឹងថាគេបាញ់ស្លាប់លោកកែមលីភ្លាមអារម្មណ៍គឺដែលសម្លាប់មកលើអ៊ូលតែម្ដងប៉ុន្តែតើបដិជនមានសង្ឃនេកាធរតកាបែបណាដើម្បីឲ្យសមាគមជាតិនិងអន្តរជាតិដើម្បីកៅរោគយុតិធម៌បាទឲ្យលោកបណ្ឌិតកែមលីរឿងការបាញ់ស្លាប់លោកកែមលីគឺជារឿងមួយដែលស្មាមើលឃើញគឺអាចពាក់ព័ន្ធនឹងរឿងនយោបាយដូច្នេះចង់មិនចង់គឺយើងជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាគឺត្រូវតែទាមទារយុត្តិធម៌ជូនដល់រដ្ឋលោកហើយក៏យើងអំពាវនាវដល់អន្តរជាតិឲ្យជួយធានានិងការពារដល់អាយុជីវិតអ្នកនយោបាយឬអ្នកដែលស្នេហាជាតិនៅក្នុងប្រទេសកម្ពុជាបាទគុណម្ចាស់បើសិនជារឿងនេះគុណម្ចាស់ជឿថារឿងនេះគឺជារឿងគំនុំឯកជនទេឬក៏តាមការគិតរបស់គុណម្ចាស់បើសិនជាមានការលើកឡើងធ្វើសន្និ